បាទបងប្អូនទាំងអស់គ្នាឥឡូវនេះក្រុមទុនសាយបានមកដល់រមណីយដ្ឋានវត្តស្អាងភ្នំហើយឥឡូវនេះយើងនៅមុខនេះកន្លែងកម្មចនាឡើងប៉ុន្តែនៅលើនឹងយើងក៏អត់ទាន់បានដឹងថាតើវាមានអ្វីប្លែកដែលខ្លះដែរទេអញ្ចឹងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅមើលតើរមណីយដ្ឋានវត្តស្អាងភ្នំនេះវាមានទេសភាពស្អាតយ៉ាងណាហើយឮគេថានៅវត្តនៅលើវត្តនេះយើងអាចសន្លឹងទៅឃើញពលានយន្តហោះថ្មីឬក៏ទេសភាពជុំវិញនឹងស្អាតមែនទែនអញ្ចឹងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅទស្សនាទាំងអស់គ្នាដូចទៅបងប្អូននៅពេលដែលយើងឡើងមកអញ្ចឹងយើងឃើញមាននេះសន្លឹងទៅខាងលើបងប្អូនឃើញហើយប៉ុន្តែកង់ថ្ងៃទីមិនដឹងថាបងប្អូនមើលឃើញអត់ដោយសារតែពេលនេះស្មាននេះវាចាំងចំថ្ងៃចំចរាយន្តបងប្អូននេះផ្លូវយើងឡើងទៅចរាយន្តណាបើសិនជាបងប្អូនខ្ជិលឡើងថ្មើរជើងបងប្អូនអាចជិះចរាយន្តនេះបានឥឡូវយើងធ្វើដំណើរបានបន្តិចមកបងប្អូនកលេចមកខាងស្ដាំដៃឃើញមានកម្មចនាឡើងទៅពីកាច់ទៀតគឺយើងដល់កន្លែងកម្មចនាយន្តបើសិនជាបងប្អូនមកកំសាន្តលេងនៅរមណីយដ្ឋានវត្តនេះអត់ចង់ឡើងថ្មើរជើងទេបងប្អូនអាចធ្វើដំណើរឡើងទៅតាមចរាយន្តនេះក៏បានប៉ុន្តែក្រុមការងារខ្ញុំអត់ឡើងទេដោយសារពួកខ្ញុំចង់ថតបង្ហាញនៅតាមកន្លែងដែលយើងធ្វើដំណើរថ្មើរជើងឲ្យបងប្អូនមើលអញ្ចឹងយើងនឹងឡើងតាមចរាថ្មើរជើងទាំងអស់គ្នាថាកម្មទេសភាពស្អាតប្លែកពីចរាយន្តយ៉ាងណាសូមតាមដានទស្សនាជាមួយក្រុមការងារខ្ញុំដូចទៅបងប្អូនមួយចំនួនខ្លះបើសិនជាមកកំសាន្តលេងបើសិនជាបងប្អូនថាខ្ជិលឡើងតាមចរាថ្មើរជើងឬក៏ខ្លាចហត់នេះក៏អាចធ្វើដំណើរទៅតាមចរាយន្តនេះក៏បានប៉ុន្តែក្រុមការងារខ្ញុំចង់បង្ហាញអញ្ចឹងខ្ញុំអត់ឡើងតាមចរាយន្តទេយើងធ្វើដំណើរពីចរាយន្តមកប្រហែលជា50ម៉ែត្រទេបងប្អូនឃើញខាងស្ដាំដៃនេះគឺជាផ្លូវឡើងទៅលើដូចគ្នាប៉ុន្តែក៏កន្លែងថ្មើរជើងនេះបងប្អូនហើយអូមសងខាងឃើញថាមានថ្មធំបងប្អូនប្រឌិតដប់ធំមែនតើជាថ្មធម្មជាតិជាថ្មភ្នំបងប្អូនតាំងពីកកែនៃភ្នំនឹងមកតែម្ដងបងប្អូនហ្នឹងហើយឥឡូវយើងឡើងទៅជាមួយក្រុមការងារខ្ញុំទាំងអស់គ្នាយើងឡើងតាមថ្មើរជើងនេះរៀងហត់តិចបងប្អូនប៉ុន្តែដោយសារតែខ្ញុំចង់ផ្តិតទស្សនវិជ្ជាជូនបងប្អូនទស្សនាអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាឡើងទៅតាមចរាថ្មើរជើងទៅចរានេះរៀងខ្ពស់គួរសមដែរបងប្អូនបើសិនជាអ្នកមានអត់សូវមានកម្លាំងវាជារៀងតឹងជើងតិចដែរបងប្អូនយើងឡើងមករៀងហត់ដែរហើយបងអញ្ជើញឡើងទៅលើដែរទៅអត់យើងតាមដំណើរឡើងជើងរៀងហត់ដែរមួយចរាយន្តនៅខាងនោះចាខ្ញុំឡើងទៅមុនអរគុណច្រើនបាទបងប្អូនយើងជាបន្តដំណើរឡើងទៅមុខទៀតដោយសារចិត្តដល់ហើយប្រហែលជា50-60កម្មទៀតទៅដល់លើកំពូលភ្នំហ្នឹងប៉ុន្តែរៀងហត់ដោយសារតែយើងឡើងតាមថ្មើរជើងហត់តែមិនធ្វើទេដើម្បីផ្តិតទស្សនវិជ្ជាជូនបងប្អូនទស្សនាហើយតិចទៀតយើងនឹងឃើញទេសភាពនៅខាងលើតើវាស្រស់ស្អាតយ៉ាងណាបងប្អូនឃើញបដាហើយនៅតំបន់នេះរមណីយដ្ឋានភ្នំស្អាងភ្នំនេះគឺវាគៀកនឹងពលានយន្តហោះថ្មីរបស់យើងដែរយើងឡើងមកដល់យើងនឹងទស្សនាឃើញពលានយន្តហោះថ្មីយើងតែម្ដងនេះបងប្អូនខ្ញុំចង់បង្ហាញកាមេរ៉ាសូមចាប់គ្នាទេមកស្អាតហ្នឹងនោះបងប្អូនតែស្មាននេះនឹងដល់ឃើញពលានយន្តហោះថ្មីបងប្អូនហើយថ្ងៃនេះយើងដូចជាមេឃយើងផ្សែងទេដូចមិនសូវជាបានច្បាស់ស្អាតល្អបងប្អូននេះហើយគឺជាពលានយន្តហោះថ្មីរបស់យើងអូបងប្អូនស្អាតមែនតើនេះដោយសារតែខ្ញុំមកវារៀងរសៀលដែរហើយបើសិនយកមកចំពេលព្រឹកបើមានថ្ងៃតិចប្រហែលជាទេសភាពស្អាតមែនតើបងប្អូនយើងមើលឃើញឆ្វេងដៃនេះយើងឃើញមានសិតតែអ្នកភូមិអ្នកស្រុកស្អាងឃើញស្អាតទេសភាពស្អាតស្រស់ស្អាតបងប្អូនបាទឃើញស្អាតមែនតើហើយភ្នំរមណីយដ្ឋានភ្នំស្រុកភ្នំស្អាងនេះគឺជាខ្ពស់គួរសមដែរបងប្អូនពេលយើងមើលពីលើទៅឃើញទេសភាពជុំវិញគឺស្អាតមែនតើរមណីយដ្ឋាននេះគេហៅថាវត្តស្អាងភ្នំនៅកន្លែងនេះកន្លែងចរាយន្តដែលខ្ញុំបញ្ជាក់បងប្អូនមិញថាបើអត់ចង់ឡើងថ្មើរជើងយើងអាចឡើងចរាយន្តប៉ុន្តែដូចជាថ្ងៃហ្នឹងអត់ឃើញគេបើកទ្វារឬក៏អត់មានមនុស្សក៏មិនដឹងដែរបងប្អូននេះហើយកន្លែងចរាយន្តមានតែកន្លែងនេះប្រហែលជាតើយើងចង់ឡើងបានគេបើកដឹកនាំយើងឡើងមកហើយនេះបងប្អូនឃើញពលានយន្តហោះមរណកដៃជោពលានយន្តហោះថ្មីយើងបងប្អូននៅក្នុងស្រុកស្អាងនឹងតែម្ដងតែដោយសារអាត្មានេះយើងថតទៅវាកង់ថ្ងៃបន្តិចបងប្អូនដល់ពេលអញ្ចឹងវាអត់សូវច្បាស់ទេបើសិនជាពេលព្រឹកថ្ងៃវារះពីខាងកើតមកវាច្បាស់ជាងនឹងស្អាត
តែនេះយើងវាថ្ងៃពេលរសៀលហើយវាមានថាយើងបាត់ច្រាស់ថ្ងៃវាចិត្តចូលចិត្តលិចហើយបងប្អូនឡើងមកដល់លើបងប្អូនទេសភាពគឺស្រស់ស្អាតបងប្អូនប្លែកអារម្មណ៍មែនទែនហើយវត្តនេះផងដែរគឺជារមណីយដ្ឋានមួយនៅក្នុងទឹកដីស្រុកស្អាងផងដែរវត្តនេះល្បីបងប្អូនយើងមកលេងច្រើនដោយសារពាក់ព័ន្ធនឹងក្បែរនឹងពលានយន្តហោះថ្មីហើយក៏ជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រធម្មជាតិផងដែរដោយសារតែនៅលើនេះក៏ជាមានវត្តឬក៏កន្លែងគោរពបូជាបែបពុទ្ធសាសនាយើងមួយដែរនៅក្នុងហ្នឹងបងប្អូនបាទបងប្អូនជួយទស្សនាដូចខ្ញុំនៅលើនេះចឹងចាក់ស្ដែងបងប្អូនតែថ្ងៃនេះដោយសារតែវារៀងរសៀលវាដូចជាមិនសូវមានមនុស្សរៀងស្ងាត់បងប្អូនស្ងាត់បន្តិចបើពេលព្រឹកគឺមនុស្សច្រើនហ្នឹងហើយបងប្អូនដល់ពេលយើងឡើងមកដល់លើនេះគឺគោមានជាកន្លែងគោរពបូជាសម្រាប់ពុទ្ធសាសនាយើងផងដែរបងប្អូនអាចមកបន់ស្រន់ឬក៏អុជធូបសូមអីចឹងបានដូចគ្នាបងប្អូនហើយសុំសេចក្តីសុខអីចឹងទៅតាមអ្វីដែលបងប្អូនប្រាថ្នាចង់បានអីចឹងទៅប៉ុន្តែយើងក៏លេចមកខាងស្ដាំដៃនេះបងប្អូនឃើញទេសភាពអ្នកភូមិស្អាតបងប្អូននេះកាមេរ៉ាអាចចាប់បានអ្នកភូមិឃើញពេលយើងស្រឡឹងទៅឃើញសត្វតែអ្នកភូមិព័ទ្ធជុំវិញហ្នឹងមានថាភូមិគេនៅក្នុងស្រុកស្អាងហ្នឹងតែម្ដងបងប្អូនទេសភាពស្អាតបងប្អូនហើយវាទៅប្លែកច្រើនមែនទែនហើយនៅខាងនេះឃើញយើងមានអាងសពនិមិត្តដែលគេបង្កើតឡើងមកសម្រាប់កូនក្មេងជិះលេងកំសាន្តលេងអញ្ចឹងបងប្អូនបាទស្រះទឹកសពនិមិត្តបងប្អូនដែលគេបង្កើតឡើងមកណាបងប្អូនហើយបាទបងប្អូនអញ្ចឹងបងប្អូនអាចអញ្ជើញមកទស្សនាកំសាន្តលេងបានដោយសាររមណីយដ្ឋាននេះគឺនៅក្នុងស្រុកស្អាងយើងទេខេត្តកណ្ដាលហើយជាប់បងប្អូនទាំងគ្នាបន្ទាប់ពីបងប្អូនបានទស្សនាទិដ្ឋភាពនៃរមណីយដ្ឋានវត្តស្អាងភ្នំនៅពេលនេះយ៉ាងម៉េចដែរបងប្អូនប៉ុន្តែវត្តស្អាងភ្នំនេះគឺស្ថិតនៅក្នុងស្រុកស្អាងខេត្តកណ្ដាលអញ្ចឹងក្រុមការងារខ្ញុំបានផ្តិតភាពជូនបងប្អូនទស្សនានៅពេលនេះក៏ឈានដល់ទីបញ្ចប់បើមិនសិនជាមានកំហុសខុសឆ្គងនៅត្រង់ចំណុចណាមួយសូមបងប្អូនខន្តីអភ័យទោសសូមអរគុណសូមគោរពលាI don't ever slow up